មេត្រូវនៅលីវប្រហែលខ្ញុំសុំបិទឆាកត្រឹមនេះដោយសារតែឥឡូវខ្ញុំជួបនារីត្រូវកាន់ដៃរួមផ្លូវកំដរទោះបីជាមានគេប្រាប់រឿងអតីតអ៊ូអាប់នាងជាមនុស្សល្អមិនល្អបច្ចុប្បន្នខ្ញុំសាងស្នេហ៍ស្មោះសរមិនស្ដាយក្រោយឡើយដែលខ្ញុំរៀបការកូនក្រមុំបងអើយកូនក្រមុំបងអើយកូនគ្រាន់តែជាមនុស្សស្រីម្នាក់ដែលសាមញ្ញធម្មតាពេលសំទិញផ្ទឹមឬចម្រៀងចងដៃពីរស់ណាស់ហេតុអ្វីបើជាហូរទឹកនេត្រាកូនក្រមុំបងអើយកូនក្រមុំបងអើយអូនមិនមែនជាមនុស្សស្រីល្អឥតខ្ចោះឬក៏អស្ចារ្យតែខ្ញុំព្រមស្ម័គ្រចងចំណង5ប្រការ